សួស្តីបងប្អូនថ្ងៃនេះតតិចទៀតឥឡូវមកពេលដាក់ប្រកាន់ដៃម្ដងផ្លោវាហើយប្រកាន់ដៃហ្នឹងវាប្រើអាចជ័រនឹងមូលអញ្ចឹងយើងកាត់ឈើតម្រូវដាក់ជ័រហ្នឹងវាចូលល្មមនឹងអាប្លោះដែលយើងចង់បានហ្នឹងពេលដាក់ហើយហ្នឹងបងប្អូនយកពុំគឺខ្ញុំកល់ឈើពីក្រោមហ្នឹងគឺពុំຂະຫນាតដែលខ្ញុំចង់បានហ្នឹងគឺឈើពីក្រោមខ្ពស់1អ៊ីងកន្លះហ្នឹងឥឡូវកម្ពស់វាស្មើគ្នាចឹងខ្ញុំអស់ឡាញវាយកទៅនៅដាក់ខាងលើទៀតនៅតច្រើននេះបងប្អូនមើលឃើញទំបានមកជួរនេះឥឡូវដល់បានមកកម្មហើយនេះកម្មហើយខ្ញុំដេញទៅរហូតហ្នឹងຂະຫນាតតែខ្ញុំមានដូចប្រាប់ពីមុនហ្នឹងຂະຫນាតហ្នឹងគឺដាក់តំកម្ពស់មួយឈើហ្នឹងហើយកម្ពស់វាខ្ញុំយក26អ៊ីងទៀតទៅដល់ពេលចឹងវាទាំងអស់វា33អ៊ីងបូកមួយអាឈើទាំងអស់ហ្នឹងបងប្អូនអាចពីក្រោមទៅដល់ប្រកាន់ដៃហ្នឹង33ហ្នឹងហើយលើកម្ពស់ហ្នឹងយើងហៅម្ចាស់គេមកមើលទៅម្ចាស់គេពេញចិត្តកម្ពស់ណាព្រោះថាគេពេញចិត្តកម្ពស់ហ្នឹងអញ្ចឹងខ្ញុំធ្វើដាក់ຂະຫນាតឈើកម្ពស់ហ្នឹងដើម្បីឲ្យស្មើគ្នាទាំងអស់ហើយបងប្អូនពេលដាក់ហើយហ្នឹងយើងវាស់ຂະຫນាតវាមែនតែយើងមើលតាមឈើតម្រង់ឈើហ្នឹងព្រោះឈើហ្នឹងវាអាចវាចអាចអីអញ្ចឹងទៅយើងតាមឈើហ្នឹងដែរអស់ຂະຫນាតឲ្យអស់ឡាញវាស្មើជាមួយអាបន្ទាត់យើងដេញគ្នាណាមើលឃើញស្អាតពួកយើងអស់ទៅមួយទៀតមួយខ្ពស់ដល់ពេលមើលពីចម្ងាយមកឃើញអាមួយខ្ពស់វាខាក្រុកគីមើលអត់ឃើញត្រង់ពេលចេះខ្ញុំដាក់ຂະຫນាតមួយហ្នឹងគឺត្រង់ប៉ុន្តែអាឈើហ្នឹងវាត្រូវថ្ងៃយូរវាចអញ្ចឹងអាឈើខ្លះវាចខ្ញុំត្រូវការពុតវាដែរនេះបងប្អូនឃើញលឿនអញ្ចឹងឯណាប៉ុន្តែស៊ីខ្ញុំបេះទៅដែរអត់ហើយធ្វើទៅឯងអត់មានអ្នកជួយទេពេលអញ្ចឹងឡើយខ្ញុំបានប្រកាន់ដៃហ្នឹងទីមួយថ្ងៃផ្លោហ្នឹងមួយខាង2ថ្ងៃ3ថ្ងៃមួយខាង2 3ថ្ងៃដល់ពេលអញ្ចឹងទៅឥឡូវនេះប្រកាន់ដៃហើយនៅសល់កម្មចដើពោះកម្មចដើហ្នឹងគេទៅក្បាច់ច្រើនពេកក្បាច់វាមាន2 feet 4 feet 6 feet អញ្ចឹងទៅពិបាកហៅវិធីកែកម្មចដើហ្នឹងហើយគេអត់ទិញឆ្អឹងសម្រាប់កម្មចដើទៀតឲ្យយើងកែដល់ពេលអញ្ចឹងយើងត្រូវគិតរបៀបកែហើយនេះឈើវាចហ្នឹងខ្ញុំធ្វើប្រដាប់ពុតនឹងពុតដើម្បីវាត្រង់ស្រួលមូលខ្ចៅដល់ពេលមូលត្រង់ហើយយើងប្រឡែងវិញទៅវាលែងវាដែរធ្វើអាហ្នឹងវាចំណេញបងប្អូនវាយើងមិនបាច់ចោលឈើវាចហ្នឹងឯងពុតវាទៅប៉ុន្តែវាមិនបានល្អ 100% បានជួយហើយយើងធ្វើឲ្យបងប្អូនមានຂະຫນាតមានអីដាក់ត្រឹមត្រូវអញ្ចឹងទៅយើងអត់មានឃើញខ្ទាបខ្ពស់ទេតែយើងមានអត់មានຂະຫນាតទេអញ្ចឹងមួយខាងទាបខាងខ្ពស់អញ្ចឹងខ្ញុំមានຂະຫນាតឈើផងខ្ញុំកល់ពីទាំងសងខាងនឹងកម្ពស់ដែលខ្ញុំចង់បានហ្នឹងហើយមួយខាងទៀតហ្នឹងអញ្ចឹងវាស្មើល្អបើសិនជាអត់ដាក់ bracket ហ្នឹងធ្វើលឿនជាងនឹងទៀត bracket ហ្នឹងធ្វើយូរស៊ីពេលចំមួយថ្ងៃក៏អា bracket ជ័រខ្មៅដាក់ខាងហ្នឹងត្រូវកាត់តម្រូវឈើហ្នឹងហើយកាត់ប្រឡោះហ្នឹងដើម្បីដាក់អាចជ័រហ្នឹងចូលទៀតអញ្ចឹងវាស៊ីពេលច្រើនមែនតើហើយនេះទៅបោបាញ់តិចគោលលឿនទេពេលមូលវាបងប្អូនមួយមិនស្រួលណាវាបួលជួនកាកលាច់ទៅមុតដៃមុតអីទៀតបើដាក់តែគោផងហើយស្រួលហើយខ្ញុំធ្វើនឹង step ហ្នឹងមកប្រឡោះមួយកាត់ឈើមួយអញ្ចឹងអត់ហ៊ានទេព្រោះឈើនោះវាចាប់គោលនោះវាទៅមុខក្រោយផងអញ្ចឹងធ្វើមួយកាត់មួយធ្វើមួយកាត់មួយហើយខាងលើវារៀងរីកតិចតែសារឈើវាកោងធ្វើភ្លឺដល់យប់ហ្នឹងរាល់ថ្ងៃបងប្អូនហើយអានេះចុះពីភ្លឺហ្នឹងដល់យប់តែគិតទៅថាការងារហ្នឹងដែលខ្ញុំធ្លាប់បាញ់ប្រកាន់ដៃនេះច្រើន2ម៉ោង3ម៉ោងហើយអានេះមកល្ងាចអត់ហើយការងារហ្នឹងមក2នាក់ស្រួលបងប្អូនកលអីទប់អីហ្នឹងទៅយើងបានធ្វើលឿនណាអានេះយើងកលផងយើងមួលវាផងជួនកាលទៅមួលធ្លាក់ក្ដុកអញ្ចឹងទៅវាធ្វើឲ្យខាតពេលហើយកម្ពស់នេះខ្ញុំវាស់មួយខាងទៀតចាក់យកស្មើនឹងមួយខាងដែលយើងដាក់ហើយហ្នឹងលើនេះត្រូវដំឈើនោះស្មើនឹងបកគោលដែរបងកុំឲ្យពោះចេញមកឃើញស្អាតទេពោះឈើវាចអញ្ចឹងទៅខ្ញុំមូលខ្ចៅមួយខាងខ្ញុំពុតខាងក្រោយមួយខាងវិញដើម្បីកុំឲ្យវាកោងឥឡូវចិត្តចេញរូបរាងបងបានដំស្រែវាមុំទៅបាននេះតែកន្លែងហ្នឹងវាឈើវាចបើថាឈើវាចហើយហ្នឹងយើងដាក់វាហ្នឹងត្រូវការពុតចំណាយពេលច្រើនដែរបើភាគច្រើនបើឈើវាចហ្នឹងខ្ញុំទុកម្ដងខ្ញុំដាក់ឈើថ្មីអស់
ដល់ពេលនេះអត់មានឈើ extra ផងអញ្ចឹងខ្ញុំទៅប្រើអាវីនឹងវិញដែរខ្ញុំមកពុតនេះបងប្អូនឃើញយកស្មាយកអេកលផងនិយាយអាវីហ្នឹងបាញ់ប្រឆិតជាមួយអាចរហ្នឹងបាញ់ប្រឆិតទៅបាញ់ស្រួលហ្នឹងផ្លាត់លើដៃខ្ញុំផ្លាត់អស់មេដៃម្ដុំហើយដោយសារវាប្រឆិតទៅបាញ់មួយឈើវាអត់ទៅចូលស៊ប់វាល្អអញ្ចឹងត្រូវការទប់ហើយនេះដល់ពាក់ឈើនេះបងប្អូនឈើនោះវាចង់ក្លាស់ជុំអានេះខ្ញុំដាក់ពុតបានប៉ុណ្ណឹងណាខ្ញុំត្រូវយកអាអង្គុំដែលខ្ញុំធ្វើនេះខ្ញុំមកពុតវាពោះវាខ្លាំងណាហើយបងប្អូនថ្ងៃក្តៅថ្ងៃនេះហាលលះឆ្អិនហើយខ្ញុំចូលហាថ្ងៃផងកលឈើនឹងផងឲ្យពុតផងនិយាយវាធ្វើមួយរត់ចូលទៅក្រោមលុបមួយធ្វើមកប្លោះហ្នឹងរត់ទៅចូលក្រោមលុប 4-10 នាទីអញ្ចឹងមកចេញមកធ្វើទៀតពោះវាក្តៅខ្លាំងហើយអត់មានឆាត់ទៅជួយដាក់បាំងមកប្លោះយើងធ្វើហើយមាន2នាក់ក៏បានជួយពុតជួយអីចឹងណាបងប្អូនឃើញខ្ញុំពុតផងមួលផងហើយនេះមួលវាមកបានវ៉ាព្រោះមានមួយខាងអានេះពុតបានត្រង់ប៉ុណ្ណឹងបងប្អូនប៉ុន្តែនៅវាទួចមើលវ៉ាប់មើលដែរមើលមិនដឹងថាវាទេអានេះខ្ញុំចាប់ដើមដាក់កម្រវាកោងអាឈើពីលើហ្នឹងក៏វាកោងទៀតដែរព្រោះយើងជឿរើសរកឈើល្អអស់ដល់សល់តែកោងវានៅមកក្រុមនេះវាទៅកោងដែរអានេះបកគោនេះកន្លែងខ្ញុំចុងក្រោយគេដាក់អាប្រកាន់ដៃហ្នឹងអាប្លោះខាងឆ្វេងដៃហ្នឹងគឺផ្លូវចុះឯងអញ្ចឹងទៅនៅសល់មួយហ្នឹងទៀតឯងចុងក្រោយឯងហើយដាក់ច្រាំងម្ដងហើយមិនចេះមើលបងប្អូនមើលវាឆ្ងាយហ្នឹងវាមើលទៅថាវាស្មើអត់កុំឲ្យវាកុំឲ្យវាអីហើយអាការងារហ្នឹងអញនិយាយហើយនឹងអ្នកធ្វើវាខុសគ្នាបងអ្នកនិយាយស្រួលធ្វើចេះធ្វើចោលតែវាធ្វើវាស្រួលដូចការនិយាយនោះទេហើយអ្នកនិយាយហ្នឹងធ្វើស្រួលចឹងអីធ្វើខ្ញុំ3អាទិត្យអត់ហើយផងទី1យកទៅមានពេលផងមានតែព្រឹកមកពេលចឹងហើយខ្លះក៏អត់បានទៅដែរវាចឹងផងហើយខ្ញុំចាប់ដើមមួលបកគោលហើយមើលឃើញអានេះកោងយើងបន្ថែមតិចគោលខ្ញុំអត់សូវដាក់វីសពីលើព្រោះវីសពីលើហ្នឹងអាចទឹកចូលតាមហ្នឹងព្រោះគេអត់ទាន់លាបថ្នាំតាន់ណាហើយចឹងទៅនេះហើយបងប្អូនបានប៉ុណ្ណេះចឹងខ្ញុំចាប់ដើមរៀបច្រាំងមុនធ្វើហ្នឹងបងប្អូនបាញ់ច្រាំងហ្នឹងឲ្យអស់ឡាញវាមកជួបាញ់វាហើយយើងលើកទៅមួលវីសហ្នឹងយកដល់បងប្អូនលើកយកច្រាំងហ្នឹងឲ្យមួលវីសនៅជាប់នៅប្រកាន់ដៃហ្នឹងវាយូរខ្ញុំបាញ់នេះភាសាហ្នឹងឲ្យអស់ហើយបានលើកយកទៅដាក់ម្ដងមកជួអាហ្នឹងរកវិធីសាស្ត្រខ្លួនឯងដើម្បីធ្វើឲ្យស្រួលព្រោះមាន2នាក់ទេគេជួយហុចមួយហុចឲ្យអានេះយើងតែឯងសុតមកបងប្អូនហើយចាំមួយវិសហើយយើងអស់អាហ្នឹងទៅដាក់មកប្លោះដែលយើងចង់ធ្វើហ្នឹងអស់វាទៅយើងចាប់ទាញវាចេញហើយយើងធ្វើពុំមួយទៀតបងប្អូនណាຂະຫນាតអាគៀនហ្នឹងខ្ញុំដាក់ឈើអា 2x4 យើងហ្នឹងបញ្ឈរវានោះឃើញដូចខ្ញុំដាក់មួយបញ្ឈរវាអញ្ចឹងដើម្បីຂະຫນាតខាងហើយកដាលហ្នឹងអា 2x4 ដែរប៉ុន្តែតប៉ែតហើយធ្វើរៀងដូចតពួកវាបន្តិចហ្នឹងដើម្បីឲ្យវាតពួកជាប់ឈើដែលយើងបាច់ទប់នេះឃើញខ្ញុំរុញចូលជាប់ក្នុងហ្នឹងជាប់ហើយខ្ញុំលើកច្រាំងមកដាក់ទៅឃើញខ្ញុំមួលដៃអញ្ចឹងបងវាអត់ស្រួលដូចពេលដែលយើងមួលវិសហើយយើងអស់ឡាញហើយពេលដាក់អញ្ចឹងស្រួលចាំមើលខ្ញុំមួលវិសហើយបងវាស្រួលជាងគេដាក់មួយវិសគាត់យកមកដល់ដាក់រុញលឿនហើយបងប្អូនធ្វើហ្នឹងបងប្អូនគិតរកវិធីណាធ្វើឲ្យស្រួលសម្រាប់បងប្អូនធ្វើហ្នឹងរកវិធីទៅខ្ញុំវិធីហ្នឹងស្រួលសម្រាប់ខ្ញុំហើយព្រោះតែឃើញបងប្អូនដាក់ពុំហើយយើងខ្នាតយើងប៉ុណ្ណឹងវាអត់ខូចវាស្មើអាចុងរៀងមានវាតិចហ្នឹងយើងលួចតិចទៅបងប្អូនព្រោះវាចុងហ្នឹងធម្មតាឈើអាលើអាក្រោមវាអត់ស្មើគ្នាខ្ញុំបាញ់បងអស់ហ្នឹងយកបោដាក់អត់មួលវិសហ្នឹងទេយើងបាញ់ស៊ីមួយថ្ងៃទៀតឲ្យហើយអញ្ចឹងមួលចឹងបងប្អូនឃើញខ្ញុំលើកដាក់មួលលើកដាក់មួលឲ្យលឿនបាញ់វិសហ្នឹងវែងពេកហ្នឹងបងប្អូនវាអានេះខ្ញុំបាញ់ថតបានឲ្យមើលតែមួយកណាត់ទៀតបានថតព្រោះវាល្ងាចទៅហើយល្ងាចនេះចូលម៉ោង8យប់ហើយបងប្អូនដល់តែមេឃវាមិនទាន់ងឹតណាដល់ពេលម៉ោង9ចាប់តាមងឹតអានេះឥឡូវខ្ញុំហើយប៉ុន្តែតើបាន clean up បងប្អូននេះ
ហើយបាទប៉ុណ្ណឹងនៅសកម្មជាដើមមើលចាំវីដេអូក្រោយនឹងបង្ហាញតទៀតបងហើយដេកនេះចាំមើល clean អស់ទៅចាំមើលរៀងដូចម៉េចស្អាតយ៉ាងម៉េចទៅអរគុណច្រើនបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំផងបងប្អូនជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយ